សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកថតសកម្មភាពរបស់លោកពូម្នាក់ដែលលក់មាន់អាំងត្រីអាំងក្រូចអាំងពេលយប់នៅមុខផ្សាររាត្រីយើងមើលការលក់របស់លោកពូគឺលក់ច្រើនមុខប៉ុន្តែគាត់លក់ច្រើនមុខនេះគឺតកតងនឹងការអាំងទាំងអស់អត់មានអីផ្សេងទេហើយវីដេអូទស្សនវិជ្ជាដែលខ្ញុំកំពុងតែថតនេះគឺខ្ញុំព្យាយាមចាប់ជាងគេនេះគឺតកតងនឹងការអាំងក្រូចគឺអាំងក្រូចរបស់គាត់នេះគឺមើលទៅតំណងក្រូចធំគាត់ទៅតែអាំងថ្មីចឹងបងប្អូនតាមដានវីដេអូទាំងគ្នាការអាំងក្រូចរបស់គាត់នេះយ៉ាងម៉េចដែរហើយបងប្អូនកុំភ្លេចជួយ like ជួយ share វីដេអូនេះផងThank you for watching.